រឿងនេះចាប់ផ្ដើមពីលេអុនក្មេងប្រុសម្នាក់ដែលមានរូបរាងធាត់ហើយត្រូវបានគេធ្វើបាបនៅសាលារៀនដោយសារតែទម្ងន់របស់គេក្មេងដទៃទៀតសរសេរពាក្យថាកូនជ្រូកនៅលើខ្នងអោរបស់គេប៉ុន្តែកាន់ជីក្មេងស្រីដែលមានស្នាមអាចរយបានមកជួយការពារគេនិងបានព្រមានអ្នកទាំងអស់គ្នាថាអ្នកណាដែលហ៊ានបៀតបៀនលេអុនគឺត្រូវជួបជាមួយនាងបន្តិចម្ដងអ្នកទាំងពីរក៏ខ្លាចជាមិត្តជិតស្និទ្ធនឹងគ្នាកាន់ជីលើកទឹកចិត្តឲ្យគេហាត់ប្រាណទោះបីជាគេនៅតែមានសភាពងក់ងាក៏ដោយនៅពេលដែលគ្មានកាន់ជីនៅក្បែរពួកក្មេងទំនើងក៏មកធ្វើបាបលេអុនម្ដងទៀតថ្ងៃមួយនាងបានការពារគេដោយការទាត់បែបនីចាលេអុនចាប់ផ្ដើមគោរពស្រឡាញ់នាងយ៉ាងខ្លាំងហើយបានឲ្យនាងសន្យាថាពួកគេនឹងរៀបការជាមួយគ្នានៅថ្ងៃអនាគតពេលធំឡើងជាក្មេងជំទង់លេអុននៅតែមានរូបរាងធាត់ដែលធ្វើឲ្យគេខ្វះទំនុកចិត្តលើខ្លួនឯងយ៉ាងខ្លាំងចំណែកឯកាន់ជីវិញបានក្លាយជាក្មេងស្រីដែលស្អាតបំផុតនៅក្នុងសាលាយ៉ាងណាមិញជីវិតរបស់នាងក៏ជួបការលំបាកដែរឪពុករបស់នាងបើកផ្ទះសំណាក់ថោកទាបដែលប៉ូលីសតែងតែមកឆែកឆេររាល់ថ្ងៃហើយនាងថែមទាំងគ្មានកន្លែងលេអុនតែងតែលើកទឹកចិត្តនាងដោយការញ៉ាំការ៉េមជាមួយនាងនិងនិយាយលេងសើចរហូតដល់នាងសាច់បានកាន់ជីឲ្យគេសន្យាថាគេនឹងមិនត្រូវទៅញ៉ាំការ៉េមជាមួយស្រីដទៃក្រៅពីនាងឡើយចំណងមិត្តភាពរបស់ពួកគេកាន់តែស្អិតរមួតហើយលេអុនចាប់ផ្ដើមគិតចង់សារភាពស្រឡាញ់ចំពោះនាងកាន់ជីដឹងរួចទៅហើយថាគេស្រឡាញ់នាងហើយនាងក៏ស្នើឲ្យពួកគេរួមរកជាមួយគ្នាមុនពេលនាងចាក់ចេញទៅរៀននៅសាកលវិទ្យាល័យទោះបីជាអៀនខ្មាស់ប៉ុន្តែលេអុនក៏យល់ព្រមហើយពួកគេបានឆ្លងកាត់រាត្រីដ៏ផ្អែមល្ហែមដែលគេនឹងមិនអាចបំភ្លេចបាន10ឆ្នាំក្រោយមកលេអុនបានក្លាយជាបុរសសង្ហាហើយសម្រកទម្ងន់បានដោយជោគជ័យគេបានក្លាយជាពេទ្យសត្វដ៏ល្បីល្បាញដែលតែងតែជួយអ្នកដទៃហើយមានស្រីជាច្រើនចង់ថើបនិងរត់តាមគេតាមផ្លូវទៀតផងគេរស់នៅដោយជោគជ័យខណៈពេលដែលកាន់ជីបានក្លាយជាស្ថាបត្យករប៉ុន្តែរកការងារធ្វើមិនបានហើយត្រូវបង្ខំចិត្តធ្វើការលំបាកផ្សេងអ្វីដែលកាន់តែអាក្រក់ទៅទៀតនោះគឺជីតារបស់នាងបានទទួលមរណភាពនៅឯពិធីបុណ្យសពអ្នកភូមិបាននិយាយដើមនាងយ៉ាងខ្លាំងពីក្រោយខ្នងលេអុនអបនាងភ្លាមពេលដែលគេឃើញនាងប៉ុន្តែកាន់ជីមិនបានស្គាល់គេនៅឡើយទេពេលគាត់ពន្យល់ថាគាត់ស្រកទម្ងន់ច្រើននាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរូបរាងដ៏ទាក់ទាញរបស់គាត់រឿងនេះបង្ហាញថាអ្នកស្រុកស្អប់នាងតាំងពីក្មេងមកម្លេះដោយសារតែនាងមានស្បែកស្លេកនិងជីវភាពក្រីក្រអតីតក្មេងទំនើងម្នាក់ដែលឥឡូវមានទ្រព្យសម្បត្តិស្តុកស្តម្ភបានជេរប្រមាថនាងនិងជះទឹកពេញមុខនាងបានតបវិញដោយចាក់ស្ប៉ាហ្គេតទីលើក្បាលគេហើយក៏សម្រេចចិត្តដើរចេញពីទីនោះជនទំនើងនោះនៅតែមិនអស់ចិត្តក៏គប់ដបទឹកទៅលើនាងប៉ុន្តែលីអុនបានស្ទុះមករងជំនួសលីអុនវីតបវិញរហូតដល់បាក់ឆ្អឹងមុខជននោះហើយព្រមានថាអ្នកណាដែលហ៊ានធ្វើបាបមនុស្សស្រីដែលគាត់ស្រឡាញ់អ្នកនោះនឹងត្រូវជួបទោសមនុស្សម្នាមានការភ្ញាក់ផ្អើលព្រោះមិនដែលឃើញលីអុនប្រើអំពើហិង្សាបែបនេះទេវាបង្ហាញថាគាត់ខ្វល់ខ្វាយពីការជីខ្លាំងប៉ុណ្ណាក្រោយមកពេលឃើញកូនក្រមុំម្នាក់កាន់ជីក៏ស្រមៃចង់រៀបការជាមួយលីអុននាងខលរកគាត់គ្រាន់តែចង់ឮសំឡេងគាត់ប៉ុន្តែពេលឮសំឡេងស្រីម្នាក់ឆ្លើយតបនាងគិតថាគាត់កំពុងណាត់ជួបក៏ជិតផ្ដាច់មុនពេលគាត់ពន្យល់ថាជាមិត្តភក្តិបន្ទាប់មកសាយុកដែលជាតារាចម្រៀងល្បីឈ្មោះតែងតែសម្លឹងមើលនាងព្រោះគិតថានាងស្អាតខ្លាំងហើយនាងក៏សុំឲ្យគេសម្ដែងជាសង្សាររបស់នាងដើម្បីឲ្យលីអុនប្រច័ណ្ឌពេលលីអុនឃើញពួកគេសាយុកបានណែនាំខ្លួនថាជាសង្សារដែលថើបនាងជារៀងរាល់ថ្ងៃដែលធ្វើឲ្យលីអុនឈឺចាប់យ៉ាងខ្លាំងកាន់ជីដែលមានអារម្មណ៍ស្ដាយក្រោយបានដកដៃចេញពីសាយុកហើយសុំទោសលីអុនមុននឹងដើរចេញសាយុកចង់ជួបនាងម្ដងទៀតទើបផ្ដល់នាមបានឲ្យនាងដើម្បីឲ្យនាងតាក់ទងមកក្រោយមកលីអុននិងកាន់ជីក៏ជួបគ្នាដោយមិនបន្ទោសរឿងដែលបានកើតឡើងលីអុនបានជូនខ្សែដ៏ស្រស់ស្អាតដែលគាត់រក្សាទុកជាយូរមកហើយនាងភ្ញាក់ផ្អើលនិងសប្បាយចិត្តរួចក៏ពាក់វានៅមុខកញ្ចក់ហើយលីអុនក៏ពោលថាវាស័ក្តិសមនឹងសម្រស់នាងណាស់គាត់សារភាពថាគាត់នៅតែស្រឡាញ់នាងហើយព្រមទាំងចង់រស់នៅជាមួយនាងថែមទាំងចង់ថើបនាងទៀតផងភ្លាមនោះសម្លេងទូរស័ព្ទម្ដាយគាត់ក៏រត់ឡើងកាន់ជីនឹកឃើញថាម្ដាយរបស់លីអុនស្អប់នាងហើយនឹងធ្វើឲ្យជីវិតនាងវេទនាប្រសិនបើពួកគេតាក់ទងគ្នាដោយសារហេតុផលនេះនាងក៏ប្រកោកខ្សែឲ្យគាត់វិញហើយប្រាប់ថាទំនាក់ទំនងរបស់ពួកគេគឺមិនអាចទៅរួចទេដើម្បីទទួលបានជោគជ័យលីអុនមានអារម្មណ៍សោកសៅយ៉ាងខ្លាំងបន្ទាប់មកលីអុនបានដឹងថាឪពុកចង់បានផ្ទះកំភ្លៀងម្ដាយរបស់គេនាងព្យាយាមដកពាក្យបណ្ដឹងប៉ូលីសហើយលីអុនប្រាប់នាងថាប្តីរបស់នាងមិនស្រឡាញ់នាងឡើយពីព្រោះក្តីស្រឡាញ់ពិតគឺផ្អែមល្ហែមមិនមែនឈឺចាប់នោះទេនាងមិនព្រមស្ដាប់ឡើយដោយជាប់នៅក្នុងចំណងស្នេហ៍ពោលហើយថែមទាំងសម្រាប់ចិត្តលក់គ្លីនិកពេទ្យសត្វរបស់លីអុនព្រោះនាងត្រូវការលុយដើម្បីទៅដើរលេងជាមួយប្តីរបស់នាងលីអុនមិនព្រមលក់ទេហើយនាងក៏ហៅគេថាជាកូនមិនល្អនៅចំពោះមុខអ្នកដទៃដែលធ្វើឲ្យគេកាន់តែឈឺចាប់ក្រោយមកពេលកំពុងបើកឡានជាមួយមិត្តភក្តិលីអុនស្ទើរតែបើកទៅបុកឡានដែលកាន់ជីជីនៅពេលឃើញគេកាន់ដៃស្រីម្នាក់ទៀតកាន់ជីក៏មានអារម្មណ៍ប្រច័ណ្ឌហើយដើរចេញទៅម្នាក់ឯងលីអុនក៏រត់តាមនាងហើយសួរថានាងមកធ្វើអ្វីនៅទីនេះនាងប្រាប់ថាខ្លួនមកធ្វើការជួសជុលសន្តាគាររបស់ឪពុកនាងហើយសុំឲ្យគេកុំប្រាប់អ្នកណាដោយចង់រក្សាអត្តសញ្ញាណរបស់នាងឲ្យសម្ងាត់ប៉ុន្តែដំណឹងនេះក៏លេចជាយ៉ាងរហ័សថានាងបានមកដល់នៅពេលសាយុកសួរអំពីលីអុនកាន់ជីក៏ឆ្លើយថាគេគឺជាអ្នកសង្គ្រោះជីវិតនាងហើយថានាងបានទុកក្តីស្រឡាញ់ខ្លះសម្រាប់គេនៅក្នុងចិត្តដោយហេតុនេះនាងបានតាមលីអុនដើម្បីមើលថាតើគេធ្វើអ្វីខ្លះពេលមិននៅជាមួយនាងហើយក៏បានជួបនឹងនីនូដែលជាសហការីរបស់គេដែលអ្នកគ្រប់គ្នាគិតថាគេនឹងរៀបការជាមួយនាងនីនូគួរឲ្យស្រឡាញ់ណាស់ដែលធ្វើឲ្យកាន់ជីមានអារម្មណ៍ប្រច័ណ្ឌខណៈពេលលីអុនជួយសង្គ្រោះកូនឆ្កែនេះថាដែលរងរបួសកាន់ជីយំយ៉ាងខ្លាំងរហូតដល់យកក្រដាសជូតមាត់មកជូតទឹកភ្នែកក្រោយមកមិត្តភក្តិរបស់គេបានហៅលីអុនឲ្យទៅយកកាន់ជីដែលកំពុងស្រវឹងនៅពេលគេព្យាយាមដាស់នាងក៏អប់ជាប់នឹងខ្លួនគេដោយស្វ័យប្រវត្តិចូលទៅជិតគេខ្លាំងពេកដែលធ្វើឲ្យគេមានអារម្មណ៍ភ័យអរនិងមិនដឹងត្រូវធ្វើអ្វីមិត្តភក្តិរបស់គេណែនាំឲ្យនាំនាងទៅសន្តាគាររបស់នាងតាមផ្លូវនាងថែមទាំងលិតទៅជិតគេហើយធ្វើខ្លួនដូចជាគេគឺជាសង្សាររបស់នាងអញ្ចឹងពេលទៅដល់សន្តាគាររបស់ឪពុកនាងដោយឃើញនាងស្រវឹងខ្លាំងពេកលីអុនក៏បានបីនាងទៅកាន់បន្ទប់លេខ304ហើយមើលថែនាងមុនពេលគាត់ចេញទៅនាងក៏ចាប់ដៃគាត់ជាប់ដើម្បីឲ្យគាត់នៅក្បែរនាងដោយភាពភ័យអរលីអុននឹកឃើញថាការថើបតែមួយគត់ដែលពួកគេធ្លាប់មានគឺបានកើតឡើងនៅក្នុងបន្ទប់នេះឯងកាន់ជីភ្ញាក់ពីគេងហើយសួរថាហេតុអ្វីបានជាគាត់ស្រកទម្ងន់ច្រើនយ៉ាងនេះហើយនាងក៏ត្អូញត្អែរឿងដែលគាត់ទៅជួបស្រីផ្សេងលីអុនក៏ខឹងដែរព្រោះនាងក៏ធ្លាប់នៅជាមួយប្រុសផ្សេងដូចគ្នាព្រឹកឡើងកាន់ជីមានអារម្មណ៍ខ្មាស់អៀនយ៉ាងខ្លាំងសុករងចាំនៅមាត់ទ្វារដោយបារម្ភថាខ្លាចនាងត្រូវបានគេចាប់ជំរិតកាន់ជីបញ្យល់ថានេះជាសន្តាគាររបស់ប៉ានាងទោះជាយ៉ាងណាក៏ដោយនាងដឹងខ្លួនថាមិនអាចឈប់គិតពីលីអុនបានក៏ទៅកាន់គ្លីនិករបស់គាត់ដើម្បីនិយាយជាមួយគាត់ប៉ុន្តែនាងបែរជាឃើញនីនូកំពុងជូតញើសនិងមើលថែគាត់យ៉ាងយកចិត្តទុកដាក់ពេលសុកមកដល់ហើយពួកគេទាំង4នាក់ឈរនៅជាមួយគ្នាបរិយាកាសក៏កាន់តែតានតឹងឡើង
ព្រោះបេះដូងរបស់ពួកគេម្នាក់សុទ្ធតែចង់ទៅទីដែលផ្សេងគ្នាថែមទាំងដឹងថាលីអូនបានដាក់ឈ្មោះឆ្មារបស់គាត់តាមឈ្មោះកានជីដែលជាសញ្ញានៃសេចក្តីស្រឡាញ់ដ៏ច្បាស់លាស់នាងមានអារម្មណ៍រីករាយប៉ុន្តែពេលឃើញពួកគេសើចលេងនិងញ៉ាំការ៉េមជាមួយគ្នារឿងដែលនាងនិងលីអូនធ្លាប់ធ្វើកាលពីវ័យជំទង់នាងក៏រត់ចេញទៅយំនៅក្នុងសួនច្បារលីអូនសួរថាហេតុអ្វីបានជានាងសោកសៅម្លេះនាងក៏និយាយថាគាត់ផ្លាស់ប្ដូរទៅជាមនុស្សមិនល្អរួចក៏ដើរចេញទៅដើម្បីកុំឲ្យគាត់ឃើញនាងយំគាត់សម្រេចចិត្តដើរតាមនាងដូចជានាងមានអារម្មណ៍ថាមានអ្នកតាមពីក្រោយប៉ុន្តែពេលនាងងាកក្រោយគាត់ក៏ពួនបាត់ទៅដោយភាពមុម៉ៅនាងស្រែកសួររកអ្នកដែលតាមក្រោយនាងហើយនាងក៏ភ្ញាក់ផ្អើលពេលឃើញសាយុនដែលមកការពារនាងពីអ្នកភូមិដែលតាមរំខាននាងបន្ទាប់ពីនាងត្រឡប់មកវិញទន្ទឹមនឹងនោះលីអូននិងមិត្តភក្តិរបស់គាត់កំពុងរៀបចំការភ្ញាក់ផ្អើលនៅឯសន្តាគារពេលកាន់ជីមកដល់ឪពុករបស់នាងក៏នាំនាងឡើងទៅលើដំបូលផ្ទះដែលនៅទីនោះមានក្រៅកម្រាលព្រំក្រហមនិងតុបតែងដោយភ្លើងចម្រុះពណ៌ដើម្បីអបអរការត្រឡប់មកវិញរបស់នាងពួកគេមានពេលវេលាដ៏កក់ក្ដៅជាមួយគ្នាប៉ុន្តែនាងនៅតែមានអារម្មណ៍ថាត្រូវតែបង្ហាញឲ្យឃើញថាការចាក់ចេញទៅទីក្រុងកន្លងមកមិនមែនជាកំហុសនោះទេលេអូនបានបង្ហាញឲ្យនាងឃើញតាមរយៈសកម្មភាពជាក់ស្ដែងថាជីវិតនៅទីនេះក៏អាចប្រសើរជាងនេះដែរគាត់ថែរក្សាសត្វជាច្រើនហើយក៏ជាអ្នកដែលទទួលបានការគោរពនាងថែមទាំងបានឃើញគាត់ជួយធ្វើសំគូនគោដែលជារឿងដ៏អស្ចារ្យបំផុតសម្រាប់នាងគាត់ក៏បានការពារនាងពីការរំខានរបស់កម្មករម្នាក់ដែលបង្ហាញឲ្យឃើញថាគាត់យកចិត្តទុកដាក់ចំពោះនាងខ្លាំងប៉ុណ្ណាទោះជាយ៉ាងណានៅឯពិធីបុណ្យប្រចាំក្រុងលេអូនបានមកដល់ជាមួយម្ដាយរបស់គាត់ដែលបាននិយាយដោយអួតអាងថាកូនប្រុសរបស់គាត់មើលទៅស័ក្តិសមបំផុតជាមួយមិត្តរួមការងារហើយគាត់ថែមទាំងបញ្ជាក់ថាយើងប្រហែលជាអាចរៀបការជាមួយគ្នាក្នុងពេលឆាប់នេះទៀតផងសេអុកបានចូលទៅអបអរសាទរគាត់ខណៈពេលដែលកាន់ជីចាប់ដើមមានអារម្មណ៍ប្រច័ណ្ឌយ៉ាងខ្លាំងដើម្បីទៅវិញនាងក៏ចាប់ដៃសេអុកហើយធ្វើជាសង្សារនឹងគ្នាលេអូនមានអារម្មណ៍មិនល្អហើយមុនពេលដែលគាត់អាចបដិសេធពាក្យចាំអារម្មណ៍រឿងរៀបការនោះបាននីនូក៏បានមកដល់ដោយស្នាមញឹមដ៏រស់រាយហើយហៅកាន់ជីថាបងស្រីរឿងនេះធ្វើឲ្យកាន់ជីមិនសប្បាយចិត្តព្រោះនាងចង់ថាប់លេអូនទៅវិញទេលេអូនបានសារភាពថារយៈពេលប៉ុន្មានឆ្នាំមកនេះគាត់ពិតជាឈឺចាប់ខ្លាំងណាស់ដែលត្រូវបាននាងបដិសេធទោះបីជាគាត់និយាយថានាងគឺជាអ្វីដែលកំបោរបំផុតនៅក្នុងចាក់វាលនេះក៏ដោយវាមិនមែនជារឿងងាយស្រួលទៀតទេក្នុងការតាមរកសេចក្តីស្រឡាញ់របស់គាត់ត្រឡប់មកវិញគាត់ត្រូវការដឹងថាតើនាងស្រឡាញ់គាត់ពិតមែនឬអត់ដោយសារតែកាន់ជីនៅមិនទាន់ដឹងថានាងនឹងស្នាក់នៅទីនេះឬចាក់ចេញនាងមិនអាចសារភាពពីសេចក្តីស្រឡាញ់របស់នាងបានទេនៅប៉ុន្មានថ្ងៃបន្ទាប់លេអូនក៏ធ្វើជាដើរលេងជាមួយនីនូដោយចិត្តណាដើម្បីធ្វើឲ្យកាន់ជីឈឺចាប់ហើយនាងក៏ឈឺចាប់ខ្លាំងរហូតដល់ត្រូវទៅលាងបន្ទប់ទឹកដើម្បីបំបត្តិទុក្ខដោយមានអារម្មណ៍ស្ដាយក្រោយមកគាត់ក៏បានមកអង្វរសុំទោសនាងនៅពេលនោះអ្នកបម្រើបានឃើញគាត់កំពុងលួចមើលដោយភាពខ្មាស់អៀនគាត់ក៏ត្រឡប់ទៅបន្ទប់វិញហើយដេកគិតពីនាងពេញមួយយប់គាត់យល់សប្តិឃើញស៊ីអុកនិងកាន់ជីរៀបការជាមួយគ្នាក្នុងសុបិននោះគាត់បានឆ្លោះប្រកែកជាមួយស៊ីអុករហូតដល់ធ្លាក់ពីលើគ្រែដោយភាពភ័យខ្លាចបន្ទាប់ពីនោះមកគាត់ក៏សម្រេចចិត្តផ្លាស់ប្ដូរទំនាក់ទំនងរបស់គាត់ជាមួយកាន់ជីបានសុំឲ្យគាត់ជូនទៅភ្នូររបស់ជីតាគាត់ក៏បានទិញផ្កាដើម្បីបង្ហាញពីការគោរពនៅទីនោះនាងបានយកចិញ្ចៀនដែលជីតាទុកឲ្យសម្រាប់ពេលដែលនាងរៀបការជាមួយមនុស្សល្អម្នាក់ប៉ុន្តែអ្វីមិនដូចការគិតនាងបែរជាយកចិញ្ចៀននោះឲ្យលីអូនដើម្បីឲ្យគាត់យកទៅរៀបការជាមួយគូដណ្ដឹងលីអូនចាប់ផ្ដើមយំព្រោះគាត់នៅតែស្រឡាញ់នាងហើយមិនព្រមបោះបង់ឡើយគាត់អប់នាងមុនពេលនាងចាក់ចេញរួចបង្ហាញពីចិត្តស្មោះរបស់គាត់គាត់បានបោះចិញ្ចៀននោះចោលទៅក្នុងសមុទ្រដើម្បីបង្ហាញថាគាត់នឹងមិនរៀបការជាមួយនីនូទេអ្នកទាំងពីរសុំទោសគ្នាទៅវិញទៅមកដែលបានឃ្លាតឆ្ងាយពីគ្នាអស់ជាច្រើនឆ្នាំខណៈពេលកំពុងឈរក្នុងទឹកនាងក៏អើដួលហើយគាត់ក៏ចាប់នាងបានទាន់ពេលវេលាវាបង្ហាញថាគាត់ចង់ការពារនាងជានិច្ចគាត់ក៏បានដោះអាវក្រៅឲ្យនាងពាក់នៅពេលនាងមានអារម្មណ៍ថាត្រជាក់ពេលត្រឡប់មកដល់សន្តាគារវិញនាងមានអារម្មណ៍សប្បាយចិត្តដោយដឹងថាគាត់ពិតជាយកចិត្តទុកដាក់ចំពោះនាងមែនមិនយូរប៉ុន្មាននាងក៏បានដឹងថាឪពុករបស់នាងកំពុងព្យាយាមលួងលោមថៅកែរបស់នាងរឿងនេះធ្វើឲ្យនាងខឹងសម្បារព្រោះវាបានរំលឹកនាងពីអតីតកាលដ៏ឈឺចាប់ពេលដែលម្ដាយរបស់នាងជួបគ្រោះថ្នាក់ធ្លាក់ឈាមយ៉ាងធ្ងន់ធ្ងរហើយឪពុករបស់នាងមកដល់យឺតព្រោះរវល់នៅជាមួយស្រីផ្សេងធ្វើឲ្យម្ដាយរបស់នាងត្រូវបាត់បង់កូនក្នុងផ្ទៃដោយសាររឿងនេះទោះបីជាឪពុកនាងធ្វើអ្វីក៏ដោយក៏កាន់ជីមិនអាចអត់ទោសឲ្យគាត់បានឡើយចំណែកអេលីអូណាក៏មានចិត្តប្រច័ណ្ឌបន្ទាប់ពីឃើញរូបថតស៊ុបនិងកាន់ជីនៅលើ Instagram ទើបគាត់ហៅនាងឲ្យទៅជួបនៅក្នុងបន្ទប់ពួកគេនៅពីរនាក់ហើយក៏ចាប់ផ្ដើមញ៉ាំការ៉េមជាមួយគ្នាតែអ្វីដែលគាត់ប្រាថ្នាចង់បានពិតប្រាកដនោះគឺបូម៉ាត់របស់នាងគាត់សារភាពថាគាត់លែងអាចធ្វើត្រឹមជាមិត្តភក្តិទៀតហើយព្រោះគាត់ស្រឡាញ់នាងខ្លាំងណាស់ពួកគេថើបគ្នាយ៉ាងផ្អែមល្ហែមរហូតដល់ដួលទៅលើគ្រែហើយបន្តថើបគ្នាមិនឈប់នាងក៏ឈប់ពេលលើសំឡេងរំខានអ្វីមួយតែគាត់នៅតែបន្តថើបនាងរហូតដល់ពួកគេដឹងខ្លួនថាឪពុកនាងមកនាំអាហារពេលព្រឹកឲ្យកាន់ជីស្វាគមន៍គាត់ចំណែកលីអូណាវិញក៏លួចពួនដូចក្មេងជំទង់ក្រោយមកពួកគេទាំងពីរក៏រៀបចំខ្លួនហើយគិតគម្រោងរត់គេចនាងព្យាយាមបង្វែរចំណាប់អារម្មណ៍ឪពុកតែសុខក៏ស្រាប់តែមកដល់ធ្វើឲ្យលីអូណាមិនអាចចេញតាមទ្វារបានហើយក៏សម្រេចចិត្តលោតចេញពីយ៉ពេលក្រោយមកកាន់ជីនៅតែគិតមិនឈប់ពីរឿងថើបគ្នានោះហើយសម្រេចចិត្តទៅជួបលីអូណាម្ដងទៀតដើម្បីបានឃើញបូម៉ាត់គាត់ម្ដងទៀតគាត់សួរនាងថាហេតុអ្វីបានជាមិនចង់ឲ្យឪពុកដឹងពីរឿងយើងនាងបញ្យល់ថាបើឪពុកដឹងនាងប្រហែលជាត្រូវបង្ខំចិត្តនៅទីនេះបន្តទៀតប៉ុន្តែទីក្រុងនេះធ្វើឲ្យនាងនឹកឃើញដល់អនុស្សាវរីយ៍ដ៏ឈឺចាប់កាលពីកុមារភាពហើយនៅពេលដែលការងាររបស់នាងចប់នាងនឹងត្រឡប់ទៅទីក្រុងវិញលីអូនក៏ដើរចេញទៅភ្លាមដោយមិននិយាយអ្វីសោះបន្ទាប់មកក៏មានរឿងដែលនឹកស្មានមិនដល់មួយថ្ងៃបន្តមកទៀតគាត់ធ្វើជាមិនខ្វល់ពីនាងដើម្បីឲ្យនាងបានភ្លក់រសជាតិការបដិសេធដែលគាត់ធ្លាប់ឆ្លងកាត់ដើម្បីសុំផ្សះផ្សានាងបានទិញអំណោយមួយហើយយកទៅទុកនៅមុខទ្វាររបស់គាត់ប៉ុន្តែគាត់បែរជាបដិសេធហើយយកវាមកសងនាងវិញដោយប្រាប់ឲ្យនាងយកអំណោយនោះទៅឲ្យសង្សារពិតប្រាកដរបស់នាងទៅមានសិទ្ធិលៀមខាងមកដល់ clinic របស់លីអូនហើយគាត់ក៏សម្រេចចិត្តសង់ផ្ទះតូចមួយឲ្យវាកាន់ជីក៏ជួយហុចឧបករណ៍ឲ្យគាត់ហើយពួកគេក៏សង់ផ្ទះនោះបានសម្រេចយ៉ាងរហ័សដៃគូរបស់នាងសរសើរកាន់ជីថាជាស្ថាបត្យករដ៏ពូកែលីអូនមានអារម្មណ៍ប្រច័ណ្ឌខ្លាំងណាស់ក៏ផឹកស្រាទាំងយប់តែម្នាក់ឯងនៅពេលនោះគាត់ឃើញសេអុកនៅជាមួយស្រីម្នាក់ទៀតក៏ស្មានថាវាជាការក្បត់កាន់ជីលីអូនចូលទៅអង្គុយជាមួយពួកគេហើយគំរាមថានឹងបើកកកាយរឿងនេះស្រាប់តែដឹងថាស្រីម្នាក់នោះមានប្តីរួចហើយនាងមកជួបសេអុកដើម្បីប្រាប់រឿងដែលនាងកំពុងមានផ្ទៃពោះប៉ុន្តែគួរឲ្យសោកស្ដាយសេអុកមិនមែនជាឪពុករបស់កូននោះទេមួយសន្ទុះក្រោយមកលីអូននិងសេអុកក៏ស្រាប់តែរាប់អានគ្នាដោយមិនដឹងខ្លួនថែមទាំងគេងលក់លើគ្រែតែមួយដោយមិនដឹងថាពួកគេមកដល់ទីនេះដោយរបៀបណាឡើយពួកគេសន្យាថានឹងមិនប្រាប់កាន់ជីហើយធ្វើឲ្យដូចជាគ្មានរឿងអ្វីកើតឡើងនៅចំពោះមុខនាងទោះបីជាកាន់ជីមានអារម្មណ៍ថាពួកគេមានអ្វីប្លែកក៏ដោយទំនាក់ទំនងរវាងវីវនិងខេនជេនៅតែតានតឹងដដែលចំណែកស៊ីកដែលធុញទ្រាន់នឹងការឃើញពួកគេឆ្លោះគ្នាក៏ជំរុញឲ្យពួកគេត្រូវរកគ្នាវិញនៅពេលនោះនាងក៏សង្កេតឃើញថាក្រសែភ្នែករបស់ពួកគេមិនមែនជាស្ទើរនឹងគ្នាទេតែវាពោពេញដោយក្តីស្រឡាញ់ដែលលាក់ទុកហើយនាងក៏ដឹងថាពួកគេពិតជាស្រឡាញ់គ្នាខ្លាំងណាស់មិនយូរប៉ុន្មាននាងក៏ទទួលបានការដែលគេថាផ្ញើមកពីវីវព្រមទាំងការអញ្ជើញទៅណាត់ជួបនាងសប្បាយចិត្តខ្លាំងហើយក៏ប្រាប់ខេនជេដែលធ្វើឲ្យខេនជេខឹងព្រោះ
លៀនមិនដែលឲ្យផ្កានាងសោះដូច្នេះ Kenji ក៏ទិញផ្កាដោយខ្លួនឯងដើម្បីឲ្យលៀនយល់ច្រឡំថាមានបុរសផ្សេងឲ្យនាងពួកគេចាប់ផ្ដើមសង្កៀមត្រជាក់ដោយការធ្វើឲ្យគ្នាទៅវិញទៅមកមានការប្រច័ណ្ឌជួនកាលពួកគេទាំងពីរបានធ្វើដំណើរទៅកាន់ទីក្រុងជាមួយគ្នាជាទីដែល Kenji បានបង្ហាញគាត់នៅរាល់កន្លែងដែលនាងធ្លាប់រស់នៅកាលពី10ឆ្នាំមុនពួកគេបានចំណាយពេលល្ងាចយ៉ាងរ៉ូមែនទិកបំផុតដែលមិនធ្លាប់មានពីមុនមកនាងអញ្ជើញគាត់ទៅផ្ទះហើយរៀបរាប់ប្រាប់ពីជីវិតដ៏លំបាករបស់នាងកន្លងមករហូតដល់ថ្ងៃជោគជ័យនិងការមាក់ងាយជាច្រើនដែលនាងបានឆ្លងកាត់លៀនក៏អបនាងហើយនិយាយថាគាត់មានមោទនភាពចំពោះនារីដែលនាងបានខ្លាចជាសប្តាហ៍ថ្ងៃទោះបីពួកគេសន្យាថានឹងរក្សាទំនាក់ទំនងត្រឹមជាមិត្តប៉ុន្តែវាកាន់តែពិបាកសម្រាប់នាងព្រោះនាងចង់ថើបគាត់ហើយត្រៀមខ្លួនសម្រាប់ទំនាក់ទំនងពិតប្រាកដពួកគេព្យាយាមគ្រប់គ្រងអារម្មណ៍ខ្លួនឯងរហូតដល់វាចាប់ផ្ដើមលេងសើចដូចកាលពី10ឆ្នាំមុនដែលបង្កើតបានជាបរិយាកាសកក់ក្ដៅនាំឲ្យពួកគេនឹកឃើញដល់ការនៅក្មេងភ្លាមនោះគាត់ក៏សួរថាតើមានបុរសប៉ុន្មានអ្នកដែលធ្លាប់ថើបនាងហើយនាងក៏ឆ្លើយថាគ្មាននរណាម្នាក់ទេចាប់តាំងពីគាត់បានថើបនាងភាពរ៉ូមែនទិកកាន់តែខ្លាំងឡើងរហូតដល់ពួកគេនៅសល់តែបន្តិចទៀតនឹងថើបគ្នាបាត់ទៅហើយថ្ងៃបន្ទាប់សៀកបានឃើញពួកគេចេញពីផ្ទះជាមួយគ្នាហើយក៏គិតថាពួកគេបានចំណាយពេលជាមួយគ្នាតែ2នាក់ពេញមួយយប់ពួកគេប្រកែកថាគ្រាន់តែជាមិត្តនឹងគ្នាទោះបីជាក្រសែភ្នែកពួកគេបង្ហាញពីភាពស្និទ្ធស្នាលកើនឡើងក៏ដោយហើយពួកគេថែមទាំងដេកលើគ្រែតែមួយជាមួយគ្នាទៀតផងក្រោយមកពួកគេបានចំណាយពេលមួយរសៀលនៅកន្លែងលេងហ្គេមដោយសារលេអូនឆ្លាតខ្លាំងគេបានឈ្នះរាល់គ្រប់ហ្គេមហើយយកតុក្កតាខ្លាឃ្មុំជូនកានជីនាងថ្លែងអំណរគុណយ៉ាងផ្អែមល្ហែមហើយពួកគេក៏បានថតរូបបែបកំប្លែងជាមួយគ្នាពួកគេមានអារម្មណ៍ស្និទ្ធស្នាលជាងមុនហើយបានចែករំលែកពេលវេលាដ៏រីករាយបំផុតក្នុងជីវិតយ៉ាងណាក៏ដោយម្ដាយរបស់លេអូនបានទូរស័ព្ទទៅកានជីដើម្បីសួរថាកូនប្រុសគាត់នៅជាមួយនាងដែរឬទេហើយនាងក៏ឆ្លើយថាបាទដោយកំហឹងម្ដាយរបស់គេបង្គាប់ឲ្យនាងនៅឆ្ងាយពីកូនប្រុសគាត់ជាបន្ទាន់លេអូនដាក់ទូរស័ព្ទចុះដើម្បីកុំឲ្យម្ដាយមកបំផ្លាញការណាត់ជួបប៉ុន្តែម្ដាយគេនៅតែមិនព្រមបោះបង់ពេលពួកគេចុះពីឡានក្រុងម្ដាយរបស់លេអូនកំពុងរងចាំហើយទូចថាទំនាក់ទំនងពួកគេគឺមិនអាចទៅរួចទេព្រោះលេអូនត្រូវតែរៀបការជាមួយនីនូបន្ទាប់មកនីនូបានថ្លែងអំណរគុណលេអូនសម្រាប់ការលេអូនភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយប្រាប់នាងថាម្ដាយគាត់ជាអ្នកផ្ញើដោយបន្លំឈ្មោះគាត់លេអូនពន្យល់ថាបេះដូងគាត់មានម្ចាស់ហើយគាត់ក៏សុំទោសនីនូដោយនិយាយថាគាត់នឹងតាមស្រឡាញ់មនុស្សម្នាក់នោះម្ដាយរបស់លេអូនមិនព្រមចុះចាញ់ក៏ទៅមន្ទីរពេទ្យដោយធ្វើពុតជាឈឺធ្ងន់ដើម្បីឲ្យគេប្រត់ពីកានជីគាត់ថែមទាំងប្រាប់ថាគាត់ឈឺដោយសារប្រតិកម្មនឹងកានជីហើយបង្ខំឲ្យលេអូនកាត់ផ្តាច់ទំនាក់ទំនងពីនាងលេអូនពិតជាមិនអាចធ្វើបែបនោះបានឡើយបន្ទាប់មកមូលហេតុពិតប្រាកដនៃកំហឹងរបស់ម្ដាយលេអូនក៏ត្រូវលាតត្រដាងគាត់ជឿថាម្ដាយរបស់កានជីធ្លាប់មានទំនាក់ទំនងស្នេហាជាមួយស្វាមីរបស់គាត់តាមពិតទៅពួកគេមិនបានក្បត់គ្នាឡើយពួកគេគ្រាន់តែជួបគ្នាដើម្បីធ្វើឲ្យកូនសប្បាយចិត្តតែប៉ុណ្ណោះប៉ុន្តែដោយសារភាពប្រច័ណ្ឌខ្លាំងម្ដាយរបស់លេអូនមិនអាចទទួលយកមិត្តភាពរវាងបុរសនិងស្ត្រីបានឡើយលេអូនក៏បានរកឃើញថាម្ដាយគាត់បានខ្លាញ់ធ្វើជាឈឺដោយទឹកមុខម៉ាត់គាត់ដឹងខ្លួនថាអស់ជាច្រើនឆ្នាំមកនេះគាត់បានស្ដាប់តែដំបូន្មាននឹងការស្ដីបន្ទោសរបស់នាងប៉ុន្តែពេលនេះគាត់ពិតជាហត់នឿយខ្លាំងណាស់លើកនេះគាត់សម្រេចចិត្តជ្រើសរើសផ្លូវជីវិតដោយខ្លួនឯងនិងស្វែងរកសុភមង្គលផ្ទាល់ខ្លួនដើម្បីរំដោះខ្លួនចេញពីការគ្រប់គ្រងរបស់អ្នកម្ដាយកានជីគឺជាស្នេហាតែមួយគត់ក្នុងជីវិតរបស់គាត់ដូច្នេះគាត់ក៏នាំនាងទៅកាន់ទីកន្លែងដែលពួកគេធ្លាប់ជួបគ្នាពីក្មេងនៅទីនោះគាត់អបនាងជាប់ហើយសារភាពថាគាត់ស្រឡាញ់នាងខ្លាំងណាស់ហើយមិនអាចរស់នៅដោយគ្មាននាងបានទេដោយក្តីស្រឡាញ់ពេញបេះដូងពួកគេក៏បានថាគ្នាយ៉ាងផ្អែមល្ហែមគាត់សន្យាថានឹងឈប់រស់នៅដើម្បីអ្នកដទៃទៀតហើយចង់រស់នៅដើម្បីតែនាងម្នាក់ប៉ុណ្ណោះដោយសូមឲ្យនាងយល់ព្រមធ្វើជាសង្សាររបស់គាត់ពិតប្រាកដនាងក៏យល់ព្រមដោយក្តីរីករាយហើយពួកគេក៏ក្លាយជាគូស្នេហ៍នឹងគ្នាជាផ្លូវការនាងស្នើសុំឲ្យរក្សាទំនាក់ទំនងនេះជាការសម្ងាត់ដើម្បីកុំឲ្យអ្នកដទៃនិយាយដើមរហូតដល់តែការសាងសង់សន្តាគារបានបញ្ចប់ទើបពួកគេសន្យានឹងរស់នៅជាមួយគ្នាពួកគេចាប់ផ្ដើមលួចថើបគ្នាយ៉ាងផ្អែមល្ហែមហើយកានជីថែមទាំងថែរក្សាស្បែកមុខយ៉ាងយកចិត្តទុកដាក់ដើម្បីឲ្យសង្សារឃើញនាងស្រស់ស្អាតនៅចំពោះមុខមិត្តភក្តិពួកគេធ្វើជាមិនចូលចិត្តគ្នាប៉ុន្តែនៅពេលគ្មានអ្នកណាឃើញពួកគេក៏លួចសើចនិងបង្ហាញក្តីស្រឡាញ់ឲ្យគ្នាទៅវិញទៅមកថ្ងៃមួយខណៈពេលកានជីចេញពីសន្តាគារនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលមានគេហុចផ្កាកុលាបជាច្រើនហើយនាំនាងទៅកាន់ឆាកមួយនៅទីនោះសាយកកំពុងច្រៀងចម្រៀងស្នេហាបម្រើឲ្យនាងដោយមានតុបតែងដោយបេះដូងនិងផ្កាកុលាបព័ទ្ធជុំវិញពេលច្រៀងចប់គាត់ក៏លុតជង្គង់ចុះហើយហុចចិញ្ចៀនតម្លៃថ្លៃកប់ពុកជូននាងដើម្បីសុំរៀបការខណៈដែលហ្វូងមនុស្សនាំគ្នាទះដៃនិងជំរុញឲ្យនាងយល់ព្រមដោយមានអារម្មណ៍អាណិតនាងត្រូវតែបដិសេធដោយសារតែរឿងនេះអ្នកភូមិចាប់ដើមនិយាយដើមនាងកានជីព្យាយាមនិយាយជាមួយសេអុកដើម្បីដោះស្រាយការយល់ច្រឡំប៉ុន្តែគេបដិសេធមិនជួបនាងព្រោះតែការឈឺចាប់ក្នុងចិត្តដោយចង់ជួយលីអុនក៏ទៅជួបសេអុកហើយប្រាប់ថាគាត់នឹងកានជីកំពុងតាក់ទងគ្នាហើយថែមទាំងមានគម្រោងរៀបការជាមួយគ្នានាពេលអនាគតទៀតផងក្រោយមកកានជីបានធ្វើឲ្យលីអុនភ្ញាក់ផ្អើលនៅក្នុងបន្ទប់របស់គាត់ជាមួយតុក្កតាដ៏ធំមួយហើយអ្នកទាំងពីរក៏បាននៅលើគ្រែជាមួយគ្នាដោយភាពស្និទ្ធស្នាលនិងបង្ហាញក្តីស្រឡាញ់ចំពោះគ្នាពួកគេក៏បានប្រាប់មិត្តភក្តិថាពួកគេកំពុងតាក់ទងគ្នាហើយមិត្តភក្តិរបស់ពួកគេក៏ជួយការពារពួកគេពេលចេញទៅក្រៅជាមួយគ្នាដើម្បីកុំឲ្យគ្រួសារពួកគេឃើញប៉ុន្តែអ្នកដែលធ្លាប់ធ្វើបាបគេកាលពីមុនបានឃើញពួកគេហើយលួចថតរូបភាពពួកគេឲ្យគ្នាគេបានលូករូបថតទាំងនោះពីពេញទីក្រុងហើយសេអុកក៏បានទិញវាទុកក្នុងតម្លៃថ្លៃទន្ទឹមនឹងនេះក្តីស្រឡាញ់របស់ពួកគេនៅតែបន្តហើយលីអុនបានស្នើឲ្យពួកគេសារភាពរឿងទំនាក់ទំនងនេះទៅគ្រួសារទោះបីជាខ្លាចពីការរិះគន់របស់អ្នកអតីក៏កាន់ជាយល់ព្រមធ្វើជំហាននោះពួកគេទៅហាងលក់ចិញ្ចៀនហើយលីអុនប្រាប់នាងឲ្យជ្រើសរើសចិញ្ចៀនណាក៏បានតាមចិត្តប៉ុន្តែនាងបែរជាជ្រើសរើសចិញ្ចៀនថោកមួយព្រោះដឹងថាលីអុនមិនសូវមានលុយទេគាត់មានអារម្មណ៍មិនសប្បាយចិត្តដែលមិនអាចទិញរបស់ថ្លៃឲ្យមិត្តស្រីបានប៉ុន្តែនាងបានឆ្លើយយ៉ាងទន់ភ្លន់ថាអ្វីដែលសំខាន់បំផុតគឺក្តីស្រឡាញ់នៅក្នុងចិត្តមិនមែនតម្លៃនៃចិញ្ចៀននោះទេព្រោះនាងមិនខ្វល់ថាតើពួកគេមើលទៅមានឬក៏នោះទេក្រោយមកក្នុងពេលដែលពួកគេណាត់ជួបគ្នាអ្នកស្រុកខ្លះបានឃើញពួកគេជាមួយគ្នាហើយផ្សព្វផ្សាយដំណឹងពាសពេញទីក្រុងថាពួកគេជាគូស្នេហ៍នឹងគ្នាបន្ទាប់ពីនោះកានជីក៏ទៅជួបសេអុកដើម្បីសងខ្សែកដែលគេធ្លាប់ឲ្យនាងដើម្បីបញ្ចប់ទំនាក់ទំនងជាមួយគេបន្ទាប់មកមិនយូរប៉ុន្មាននាងបានជូនបងប្អូនជីដូនមួយដែលកំពុងមានផ្ទៃពោះទៅមន្ទីរពេទ្យជាកន្លែងដែលនាងបានឃើញប្តីរបស់បងប្អូនជីដូនមួយកំពុងថើបស្រីផ្សេងការភ្ញាក់ផ្អើលនោះធ្វើឲ្យនាងឈឺពោះហើយគ្រូពេទ្យក៏នាំពួកគេចូលទៅខាងក្នុងរឿងនេះធ្វើឲ្យនាងមានការព្រួយបារម្ភយ៉ាងខ្លាំងហើយលីអុនក៏បើកឡានជូននាងទៅភ្លាមនោះក៏មានឡានដឹកទំនិញមួយគ្រឿងបាកាត់មុខពួកគេហើយស្ទើរតែបុកគ្នានាងបានរងរបួសក្បាលយ៉ាងធ្ងន់ហើយនៅឯមន្ទីរពេទ្យលីអុនព្យាយាមដាស់នាងឲ្យភ្ញាក់អ្វីដែលគ្មាននរណាដឹងគឺនាងកំពុងរំលឹកអនុស្សាវរីយ៍ឃើញម្ដាយនាងស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ហើយនាងព្យាយាមក្រោកពីសន្លប់លីអុនមានអារម្មណ៍ថាមានកំហុសចំពោះ
គ្រោះថ្នាក់នោះហើយម្ដាយរបស់គាត់ដោយសោកស្ដាយក៏អនុញ្ញាតឲ្យកញ្ជីរៀបការជាមួយកូនប្រុសគាត់ព្រោះគាត់មិនអាចទ្រាំឃើញគាត់សោកសៅខ្លាំងពេកការឬបែបនេះคล้ายជាសុភមង្គលដែលជួយឲ្យកញ្ជីភ្ញាក់ពី សន្លប់ព្រោះនាងខ្សោយឪពុករបស់នាងបាននាំនាងទៅសន្តាគារវិញហើយមើលថែនាងពេញមួយយប់ នាងបានប្រាប់ថាបានឃើញម្ដាយរបស់នាងក្នុងសុបិនដោយសារគ្រោះថ្នាក់បានកើតឡើងលើផ្លូវដែរម្ដាយនាងស្លាប់របួសផ្លូវចិត្តធ្វើឲ្យនាងយល់សប្តិអាក្រក់ហើយនៅចំណុចមួយនាងក៏ភ្ញាក់ដឹងខ្លួនតែម្នាក់ឯង នៅខាងក្រៅរហូតលីអូនរកឃើញនាងដោយក្តីស្រឡាញ់របស់គាត់ស្ដាប់ការភ័យខ្លាចរបស់នាងហើយដឹងថានាង កំពុងចាប់ផ្ដើមចងចាំអ្វីទាំងអស់ពីអតីតកាលពេលកំពុងសម្អាតផ្ទះនាងក៏រកឃើញតុកតាខ្លាឃ្មុំមួយហើយនឹកចាំថាកាលនៅក្មេងនាងបានដាក់វានៅក្នុងបំពង់ស៊ីម៉ាំងរថយន្តម្ដាយរបស់នាងដោយសារតែរឿងនោះគ្រោះថ្នាក់ក៏កើតឡើងហើយម្ដាយរបស់នាងបានស្លាប់ហើយឪពុករបស់លីអូនក៏នៅក្នុងឡាននោះដែរមានន័យថានាងមានអារម្មណ៍ថាទទួលខុសត្រូវចំពោះការស្លាប់របស់គាត់ដែរដោយមានកំហុសខ្លាំងនាងព្យាយាមបែកពី លីអូនគាត់លួងលោមនាងដោយនិយាយថានាងគ្រាន់តែជាក្មេងមិនអាចបន្តបានព្រោះនាងដាក់តុកតា ដោយមិនដឹងអ្វីសោះយ៉ាងណាក៏ដោយកញ្ជីមានអារម្មណ៍ដូចជាឃាតករហើយសម្រាប់ចិត្តបែកគ្នាលីអូនបដិសេធមិន បោះបង់នាងទេគាត់អប់នាងហើយរំលឹកថារត់គេចពីបញ្ហានឹងមិនដោះស្រាយអ្វីបានទេគាត់សន្យាថានឹងបន្តរងចាំនាងទោះបីនាងទៅដល់ចុងផែនដីក៏ដោយព្រោះគាត់បានរងចាំ10ឆ្នាំរួចហើយអាចរងចាំអស់មួយជីវិតដើម្បីថាម្ដងទៀតបន្ទាប់ពីនេះឪពុករបស់កញ្ជីចាប់ផ្ដើមមានអារម្មណ៍មិនស្រួលហើយលីអូនក៏នាំគាត់ទៅមន្ទីរពេទ្យដើម្បីពិនិត្យគ្រូពេទ្យបានប្រាប់ថាគាត់មានជំងឺមហារីកក្រពះដំណាក់កាលចុងក្រោយហើយពេលវេលារបស់គាត់នៅសល់មិនច្រើនទេដោយមានការភ្ញាក់ផ្អើលឪពុកនោះដំបូងបានបដិសេធការព្យាបាលដោយនិយាយថាគាត់ចង់ចំណាយពេលចុងក្រោយរបស់គាត់ជាមួយគាត់ព្រួយបារម្ភពីកូនស្រីជាងការដេកលើគ្រែហើយគាត់ក៏សូមឲ្យលេអូនជួយលាក់រឿងនេះដែលលេអូនក៏គោរពតាមការចង់បានរបស់គាត់ ទោះបីជាភាពតានតឹងនេះធ្វើឲ្យគេពិបាកចិត្តក៏ដោយទីបំផុតកានជីក៏បានរកឃើញវាក៏ត្រឹមមន្ទីរពេទ្យនៅក្នុងអាវរបស់លេអូនគេភូតនាងថាគេទៅលេងមិត្តភ័ក្តិប៉ុន្តែនាងបានទៅមន្ទីរពេទ្យដោយសម្ងាត់ហើយក៏បានឃើញឪពុករបស់នាងនៅទីនោះពួកគេបង្ខំចិត្តនិយាយការពិតប្រាប់នាងហើយនាងក៏បញ្ចុះបញ្ចូលឪពុកឲ្យយកព្រមទទួលការព្យាបាលដោយគីមីក្រោយមកនាងឆ្លោះជាមួយលេអូនរឿងគេកុហកនាងហើយប្រាប់កុំឲ្យគេនិយាយជាមួយនាងទៀតទោះបីជាយ៉ាងនេះក្តីលេអូននៅតែបារម្ភពីអារម្មណ៍នាងគេក៏ជួលនាងត្រឡប់ទៅផ្ទះវិញហើយចម្អិនអាហារឲ្យនាងញ៉ាំនាងយំដោយមានអារម្មណ៍ថាជីវិតនាងកំពុងតែដួលរលំហើយគេក៏សន្យាថានឹងនៅក្បែរនាងរហូតដល់ចិត្តរបស់នាងបានធូរស្បើយគេខ្លាចជាទេវតាតាមថែរក្សានាងព្យាយាមធ្វើឲ្យនាងញឹមនិងបង្កើតពេលវេលាដ៏ផ្អែមល្ហែមដែរជួយឲ្យនាងបំភ្លេចភាពសោកសៅប៉ុន្តែស្ថានភាពឪពុករបស់នាងកាន់តែធ្ងន់ធ្ងរហើយគាត់ក៏សម្រេចចិត្តរឿងមួយដែលនឹកស្មានមិនដល់គាត់ចង់លក់សន្តាគារដែលគាត់ចំណាយពេលពេញមួយជីវិតនៅទីនោះចោលការជីជំទាស់យ៉ាងខ្លាំងនៅពេលអ្នកទិញមកដល់នាងក៏ដេញពួកគេឲ្យទៅវិញព្រោះសន្តាគារនេះមានការចងចាំពីវ័យកុមារភាពរបស់នាងហើយនាងមិនអនុញ្ញាតឲ្យវាត្រូវបានលក់ឡើយផ្ទុយទៅវិញនាងបានរៀបចំសន្តាគារនោះឡើងវិញហើយទិញវាពីឪពុកដោយខ្លួនឯងដើម្បីប្រែក្លាយវាទៅជាផ្ទះថៃកូនមនុស្សចាស់លេអូនចូលចិត្តគំនិតនេះណាស់ហើយគ្រប់គ្រងនាងពេញទំហឹងព្រោះគេយល់ថាការសម្រេចចិត្តរបស់នាងពិតជាស្រស់ស្អាតខ្លាំងណាស់នៅថ្ងៃសម្ពោធនាងចង់ឲ្យឪពុករបស់នាងជាអ្នកកាត់ខ្សែបូសម្ពោធទីកន្លែងនេះប៉ុន្តែគាត់មិនអាចចេញមកក្រៅបានទេដោយសារតែជំងឺប៉ុន្តែគាត់ស្ថិតនៅខាងក្នុងរួចទៅហើយអ្នកស្រុកទាំងអស់ក៏បានប្រមូលផ្ដុំគ្នាដើម្បីធ្វើឲ្យគាត់ភ្ញាក់ផ្អើលនិងផ្ដល់កម្លាំងចិត្តដល់គាត់ក្នុងការតស៊ូប្រយុទ្ធជាមួយជំងឺពួកគេប្រាប់គាត់ថាគាត់មានកូនស្រីដ៏ល្អបំផុតនៅលើលោកនេះពេលវេលាកន្លងទៅគាត់ក៏ចាប់ផ្ដើមយកឈ្នះលើជំងឺមហារីកហើយទីបំផុតគាត់ក៏បានជាសះស្បើយពួកគេក៏បានប្រារព្ធពិធីជប់លៀងនេះរួមគ្នាជាមួយបុណ្យណូអែលនិងថ្ងៃខួបកំណើតរបស់កានជីទីបំផុតបានរួចផុតពីការឈឺចាប់ក្នុងអតីតកាលរឿងរ៉ាវស្នេហារបស់នាងជាមួយលេអូនចាប់ផ្ដើមភ្លឺថ្លាពិតប្រាកដឡើងវិញហើយនៅពេលដែលពួកគេរំលឹកពីអនុស្សាវរីយ៍រួមគ្នាលេអូនក៏សម្រេចចិត្តសុំនាងរៀបការពួកគេសម្រេចចិត្តរៀបការដើម្បីបង្កើតជាគ្រួសារដ៏មានសុភមង្គលតាំងពីពួកគេជួបគ្នាកាលពីអាយុ5ឆ្នាំទោះបីជីវិតបំបែកពួកគេឲ្យឆ្ងាយពីគ្នាក៏ដោយក៏ស្នេហ៍ពិតនៅតែស្ថិតស្ថេរដូចជាការហារបស់មេអំបៅលេអូនបានរកឃើញនាងម្ដងទៀតថែរក្សាស្នាមញញឹមរបស់នាងហើយស្រឡាញ់នាងយ៉ាងជ្រាលជ្រៅរហូតនាងខ្លាចជាដង្ហើមនិងចង្វាក់បេះដូងរបស់គេមិត្តទាំងអស់គ្នារឿងរ៉ាវដ៏ស្រស់ស្អាតនេះគឺបញ្ចប់ត្រឹមនេះប្រសិនបើអ្នកពេញចិត្តនឹងវីដេអូនេះកុំភ្លេចចុច like Subscribe និងសញ្ញារូបកណ្ដឹងជួបគ្នាវីដេអូក្រោយទៀតសូមអរគុណ